មានបងប្អូនយើងណាខ្លះដែលគាត់អត់ទាន់ចេះផ្ដាច់កម្រងស៊ីមទូរស័ព្ទដៃសម្រាប់ឆ្នាំ2026នេះអញ្ចឹងវីដេអូមួយនេះគឺខ្ញុំសម្រាប់តែអ្នកថ្មីណាបើសិនជាបងគាត់ចេះបងអាចធ្វើការអស់រំលងបានអូខេអញ្ចឹងពីរបៀបការផ្ដាច់កម្រងស៊ីមទូរស័ព្ទដៃចល័តទាំងអស់ដែលកុំឲ្យវាកាត់លុយរបស់យើងអញ្ចឹងណាអញ្ចឹងអ្នកគ្នាគាត់ចូលក្នុងកម្មវិធីតេរបស់អ្នកទាំងអស់គ្នាមកបន្តមកទៀតអ្នកគ្នាគាត់ធ្វើការចុចសញ្ញាផ្កាយអ្នកគ្នាចុច12000មកអញ្ចឹងសម្រាប់លេខកូដមួយនេះគឺយើងអាចផ្ដាច់បានកម្រងរហូតដល់3មិនថា smart មិនថា SIM card មិនថា smartphone ទេគឺយើងអាចធ្វើការផ្ដាច់កម្រងវាបានទាំងអស់អញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងចូលការជម្រាបជូនមកដល់អ្នកគ្នាគាត់ធ្វើការប្រើលេខកូដផ្កាយ12000នឹងមកគឺយើងអាចធ្វើការផ្ដាច់បានទាំងអស់ហើយមិនថានិយាយទៅគ្រប់ប្រព័ន្ធ SIM ដែលយើងប្រើប្រាស់រាល់ថ្ងៃអញ្ចឹងមកដល់កន្លែងនេះអ្នកឃើញគេដាក់ថាជំរឿអញ្ចឹងយើងគេដាក់ថាបង្ហាញឈ្មោះសេវាកម្មទាំងអស់អញ្ចឹងយើងអត់បាច់បង្ហាញទេយើងដាក់ថាយើងយកលេខ2មកអ្នកគ្នានេះបញ្ឈប់សេវាកម្មទាំងអស់អញ្ចឹងយើងចុច apply ខាងក្រោមនេះមកយើងយកលេខ2បន្តទៀតយើងចុច apply មកតង់ទៀតមកនៅខាងលើហ្នឹងអូខេអញ្ចឹងបន្តទៀតមកដល់កន្លែងនេះអ្នកគ្នាគាត់ឃើញហើយគេដាក់ថាសូមជ្រើសរើសសេវាកម្មដែលអ្នកចង់បញ្ឈប់អញ្ចឹងយើងយកសេវាកម្ម digital មកអ្នកទាំងអស់គ្នាដែលយើងចង់បញ្ឈប់ណាអញ្ចឹងចំពោះអ្នកទាំងអស់គ្នាដែលថ្មីដែលបានមើលវីដេអូរបស់ខ្ញុំមួយនេះអ្នកគ្នាអាចជួយ subscribe ជានៅ YouTube ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតអញ្ចឹងណាបាទអញ្ចឹងយើងចុចយកលេខ1មកសេវាកម្ម digital ហ្នឹងដាក់ដើម្បីវាផ្ដាច់ទាំងអស់អ្នកទាំងអស់គ្នាយើងចុច apply មកបន្តមកទៀតយើងមកដល់កន្លែងនេះហើយជាកន្លែងចុងបញ្ចប់ហើយអញ្ចឹងអ្នកគ្នាគាត់ចុចថាអ្នកបញ្ចប់សេវាកម្ម digital ទាំងអស់សូមឆ្លើយតបអញ្ចឹងយើងចុច apply មកទៀតយើងយកលេខ1បាទលេខ1មកយើងធ្វើការចុច apply មកបាទអញ្ចឹងនៅពេលយើងធ្វើការចុច apply ហើយអញ្ចឹងវានឹងលោតសារមកឲ្យយើងវិញហើយវាដាក់ថាអ្នកបានផ្ដាច់សេវាកម្ម digital បានទាំងអស់បានដោយជោគជ័យហើយអញ្ចឹងរាល់ការបញ្ចូលលុយលើក្រោយគឺវានឹងអត់កាត់លុយទេប៉ុន្តែបងប្អូនរាល់ការបញ្ចូលលុយវគ្គក្រោយទៀតអ្នកគ្នាត្រូវតែធ្វើការអញ្ចឹងដូចគ្នាអញ្ចឹងមុនយើងបញ្ចូលលុយគឺយើងធ្វើការផ្ដាច់ប្រព័ន្ធសិនដោយសារតែពេលខ្លះគឺគេភ្ជាប់ឲ្យយើងអូតូអ្នកគ្នានៃពេលយើងផ្ដាច់ហើយវគ្គក្រោយគឺវានឹងជាប់អញ្ចឹងទៀតអញ្ចឹងបងប្អូនឧស្សាហ៍ចូលមើលទៅហើយឧស្សាហ៍ចូលទៅផ្ដាច់កម្រងទាំងអស់ហ្នឹងទៅហ្នឹងហើយដើម្បីកុំឲ្យវាកាត់លុយរបស់យើងណាអានេះជាវីដេអូចែករំលែកសម្រាប់បទពិសោធន៍ដែលខ្ញុំប្រើប្រាស់អញ្ចឹងណាបើសិនជាអ្នកគ្នាអត់ឧស្សាហ៍ចូលមើលទេអ្នកគ្នាបញ្ចូលលុយ$1បានតែ80សេនទេពេលខ្លះបានតែ70សេនទេអញ្ចឹងអ្នកគ្នាអាចសាកអនុវត្តតាមអ្វីដែលខ្ញុំបានធ្វើនេះទៅលទ្ធផលបែបណាអ្នកគ្នាអាចនៅខមមិននៅខាងក្រោមវីដេអូមួយនេះបន្ថែមទៀតបាទអូខេអរគុណជួបខ្ញុំនៅវីដេអូក្រោយសម្រាប់ការចែករំលែក